ខ្ញុំលោកគ្រូមហាជុំសូមអនុញ្ញាតគោរពជំរាបសួរដល់លោកអ្នកទាំងអស់គ្នាជាទីគោរពថ្ងៃនេះលោកគ្រូមហាជុំនឹងមកព្យាករណ៍ក៏ដូចជាទូទាយនៅហុងស៊ុយនិងរាសីសម្រាប់ថ្ងៃពុធ15កើតខែទុតិយស័កឆ្នាំមមីអន្តស័កពុទ្ធសករាជ2570ដែលត្រូវនឹងថ្ងៃទី29ខែកក្កដាឆ្នាំ2026លោកអ្នកទាំងអស់គ្នាជាទីគោរពនៅថ្ងៃនេះគឺជាថ្ងៃបបរនិស្សិតពីព្រោះជាថ្ងៃ15កើតនៃខែទុតិយស័កដែលជាថ្ងៃចូលព្រះវស្សាដូច្នេះខ្ញុំសូមជូនពរដល់លោកអ្នកទាំងអស់ជួបប្រទះទៅនឹងសេចក្តីសុខសេចក្តីចម្រើនហើយសូមឲ្យលោកអ្នកពេលដែលបានឃើញនៅវីដេអូនេះសូមលោកអ្នកញញឹមហើយលោកអ្នកលើកដៃឡើងប្រណម្យដើម្បីបួងសួងដើម្បីពងប្រាថ្នានៅកិច្ចការងារអ្វីមួយដែលលោកអ្នកចង់បានពីព្រោះពេលវេលានេះគឺជាពេលវេលាល្អបំផុតសម្រាប់យើងសូមឲ្យរក្សាចិត្តឲ្យស្ងប់គិតនៅរឿងវិជ្ជមានកុំចាត់ចោលនៅរឿងដែលមិនល្អទាំងឡាយទាំងពួងចេញពីខ្លួនយើងលោកអ្នកទាំងអស់គ្នាជាទីគោរពនៅថ្ងៃពុធទី29ខែកក្កដាឆ្នាំ2026នេះលេខសំណាងដែលខ្ញុំបានគុណគូជាពិសេសសម្រាប់អស់លោកអ្នកគឺលេខ447អញ្ចឹងលោកអ្នកដែលបានឃើញនៅវីដេអូនេះលោកអ្នកខមមិនលេខសំណាងលេខ447ហើយពណ៌សំណាងគឺពណ៌បៃតងលោកអ្នកខមមិនលេខ447 share វីដេអូលោកគ្រូដាក់លេខ447លោកអ្នកនឹងមានលៀបមានសំណាងលោកអ្នកនឹងតិចទៅជុំថ្ងៃនេះមានឆ្នាំចំនួន6ដែលរិស័យឡើងខ្ពស់ត្រដែតឆ្នាំទាំង6ដែលរិស័យឡើងខ្ពស់ត្រដែតនោះគឺមានឆ្នាំវរកាជូតខាលថោះហើយនិងមមីវរកាជូតខាលថោះមមីឆ្នាំទាំង6នេះគឺជាឆ្នាំមួយដែលរិស័យឡើងខ្ពស់ត្រដែតដូច្នេះអ្នកដែលកើតឆ្នាំទាំង6សូមលោកអ្នកប្រញាប់ comment និង share វីដេអូដាក់លេខសំណាងសម្រាប់ថ្ងៃនេះគឺលេខ447ហើយលោកអ្នកពេលអាវពណ៌បៃតងលោកអ្នកនឹងទទួលបានលៀបទទួលបានសំណាងជាថ្ងៃដ៏ល្អពិសេសសម្រាប់អស់លោកអ្នកដែលកើតឆ្នាំខាលថោះមមីវើរកាជូតឆ្នាំទាំង6នេះលោកអ្នកនឹងទទួលបាននៅរឿងល្អៗចូលមកនៅក្នុងជីវិតហើយលោកអ្នកក៏នឹងទទួលបាននៅអ្វីដែលជាការខិតខំប្រឹងប្រែងរបស់យើងការលក់ដូររកស៊ីការធ្វើការបំពេញកិច្ចការងារផ្សេងៗសម្រាប់លោកអ្នកដែលកើតឆ្នាំទាំង6នេះគឺល្អជាងគេក្នុងចំណោមឆ្នាំទាំង12ដូច្នេះលោកអ្នកដែលកើតឆ្នាំទាំង6ខាលថោះមមីវើរកាជូតសូមលោកអ្នកធ្វើចិត្តឲ្យសប្បាយរីករាយហើយលោកអ្នកខិតខំប្រឹងប្រែងធ្វើការបន្តទៀតនោះលោកអ្នកនឹងទទួលបានជោគជ័យទិសល្អសម្រាប់លោកអ្នកគឺទិសខាងកើតដូច្នេះនៅថ្ងៃទី29នេះទិសល្អគឺទិសខាងកើតលោកអ្នកអាចធ្វើដំណើរទៅទិសខាងកើតដើម្បីស្វែងរកលៀបឬមួយក៏លោកអ្នកអាចអង្គុយបែរមុខទៅទិសខាងកើតដើម្បីទទួលយកមកនៅធម៌ពលល្អសម្រាប់លោកអ្នកទាំងអស់គ្នាជាទីគោរពថ្ងៃនេះបើនិយាយអំពីក្បួនហុងស៊ុយគឺជាថ្ងៃរោងគឺជាថ្ងៃធាតុដីដូច្នេះសូមលោកអ្នកទាំងអស់គ្នាប្រកាន់នៅធម៌ខន្តីសូមលោកអ្នកអត់ធ្មត់សូមលោកអ្នកចិត្តឲ្យត្រជាក់ឲ្យរឹងដូចដីបើមិនដូច្នោះទេធ្វើឲ្យអារម្មណ៍របស់យើងឆេវឆាវធ្វើឲ្យអារម្មណ៍របស់យើងអន្ទះសាធ្វើឲ្យអារម្មណ៍របស់យើងមួម៉ៅអ្នកដែលកើតនៅឆ្នាំទាំង12នៅថ្ងៃទី29នេះសូមធ្វើចិត្តឲ្យត្រជាក់នោះលោកអ្នកនឹងមានលៀបនឹងមានសំណាងហើយថ្ងៃនេះគឺជាពេលវេលាដែលល្អបើគិតតាមក្បួនហុងស៊ុយគឺជាពេលវេលាដែលយើងអាចធ្វើការបួងសួងធ្វើការបន់ស្រន់ឬមួយធ្វើការសែនព្រេងថ្ងៃ15កើតនេះប្រសិនបើបងប្អូនមិនទាន់បានសម្រេចនៅកិច្ចការងារអ្វីមួយហើយបងប្អូនជឿលើអបិយជំនឿបងប្អូនអាចធ្វើពិធីបួងសួងធ្វើពិធីបន់ស្រន់នៅទីកន្លែងស័ក្តិសិទ្ធិដែលបងប្អូនជឿជាក់ហើយបើមិនបាច់ទៅរកកន្លែងស័ក្តិសិទ្ធិណាក៏ដោយនៅផ្ទះយើងអាចដុតធូបជំនាញផ្ទះអាចដុតធូបជាដូនជាតាកុងម៉ាឬមួយក៏គ្រូបាធ្យាយអាសនៈដើម្បីសុំនៅសុខសប្បាយនោះយើងនឹងទទួលបានភាពល្អប្រសើរធ្វើដោយចិត្តរីករាយធ្វើដោយចិត្តត្រជាក់នោះយើងនឹងបានជោគជ័យលោកអ្នកទាំងអស់គ្នាជាទីគោរពសម្រាប់ថ្ងៃនេះផងដែរលោកអ្នកដែលកើតឆ្នាំ2គឺលោកអ្នកដែលកើតនៅឆ្នាំរោងហើយនៅឆ្នាំចសូមលោកអ្នកប្រុងប្រយ័ត្នបំផុតខ្លាំងនោះគឺពាក់ព័ន្ធជាមួយនឹងផ្លូវចិត្តអារម្មណ៍ឆេវឆាវត្រូវមានការអត់ធ្មត់ត្រូវមានការខន្តីកុំតបើទោះបីជាមាននៅរឿងណាមួយដែលប៉ះពាល់ដល់យើងក៏យើងកុំតដែរហើយចំពោះការនិយាយស្ដីគឺត្រូវប្រយ័ត្នមាត់ប្រយ័ត្នកបូករួមទាំងការសរសេរ comment នៅក្នុងបណ្ដាញសង្គមក៏ត្រូវប្រយ័ត្នដែរប្រយ័ត្នមានរឿងដល់ខ្លួនអញ្ចឹងលោកអ្នកទាំងអស់គ្នាត្រូវមានការប្រុងប្រយ័ត្នប៉ុន្តែមិនថ្មីទេទោះបីជាយើងឆុងក៏ដោយគឺលោកអ្នក comment លេខសំណាង share វីដេអូដាក់លេខសំណាងទៅលោកអ្នកអាចនឹងនាំលៀបសំណាងពីព្រោះលេខ447គឺជាលេខធ្វើឲ្យយើងនឹងរំដោះនៅរឿងមិនល្អចេញពីខ្លួនយើង
ហើយលោកអ្នកអាចពាក់អាវពណ៌បៃតងពេញមួយថ្ងៃនោះលោកអ្នកនឹងចម្រើនជោគជ័យហើយនឹងហេងកាក់កបលោកអ្នកទាំងអស់គ្នាជាទីគោរពសភាវៈមិនល្អបានចូលមកគ្របសង្កត់គ្រប់មនុស្សដែលមានការតាំងចិត្តមិនសូវល្អដូច្នេះយើងឃើញហើយថាមួយរយៈពេលចុងក្រោយនេះមនុស្សម្នាក់ចេះតែធុញថប់ចេះតែតបប្រមល់ចេះតែមួម៉ៅចេះតែសុខភាពមិនល្អចេះតែមិនសប្បាយដេកមិនសូវលក់ចេះតែខ្វល់ចេះតែគិតហើយចេះតែអស់កម្លាំងទាំងអស់នេះគឺសភាវៈមិនល្អគឺវាជ្រៀតចូលមកដោយសារខែ7ដែលជាខែប្រពែនេះគឺធាតុដីដូច្នេះតារាស័កធាតុដីនេះគឺត្រូវប្រយុទ្ធជាមួយភ្លើងដូច្នេះមនុស្សម្នាក់ទុនជ្រាយធ្វើឲ្យរាសីដាក់ដូច្នេះនឹងមានសភាវៈមិនល្អចូលមកដូច្នេះខ្ញុំបានរៀបចំតាមក្បួនប្រពៃណីដូនតាខ្មែររបស់យើងបងប្អូនខ្ញុំរៀបចំនៅខ្សែចង្កេះដែលលោកគ្រូរៀបចំឡើងហ្នឹងគឺមានអនុភាពធំពីរយ៉ាងទី1គឺមុនមហានិយមហ្នឹងគឺជួយឲ្យគេអាណិតស្រឡាញ់មានលៀបមានជ័យរស់ស៊ីមានបានកាក់កបមានមុនស្នេហ៍ហើយថែមទាំងមានអនុភាពការពាររាល់រឿងអាក្រក់ទាំងឡាយណាបើសិនជាមានអ្នកណាមួយចង់បៀតបៀនយើងភ្លើងអងឹតមានអ្នកណាមួយចង់ស្អប់យើងធ្វើបាបយើងឬមួយក៏មានមុនខ្មៅឬមួយក៏មានរឿងអវិជ្ជមានណាចូលក្នុងខ្លួនគឺនឹងវិនាសសាបសូន្យបកកែទាំងការលូកដូររកស៊ីពូកែទាំងការបំពេញកិច្ចការងារនិងជីវភាពរស់នៅអញ្ចឹងបងប្អូនអាចទំនាក់ទំនងយកនៅខ្សែចង្កេះពីលោកគ្រូមហាជុំយកទៅពាក់ឲ្យបានគ្រប់គ្នាលោកអ្នកនឹងទទួលបាននូវភាពល្អប្រសើរហើយយើងមានចំនួនតិចលោកអ្នកប្រញាប់ណាបាទហើយខ្ញុំសូមជូនពរដល់លោកអ្នកទាំងអស់គ្នាឲ្យជួបប្រទះទៅនឹងសេចក្តីសុខសេចក្តីចម្រើនហើយក៏ត្រជាក់ត្រជុំសុខចម្រើនគ្រប់គ្នាហើយសូមឲ្យថ្ងៃនេះគឺជាថ្ងៃលៀបសំណាងរបស់លោកអ្នកលេខសំណាង447ពាក់អាវពណ៌បៃតង